y ស្មើ oi សេគុណ n អញ្ចឹងនាំមក y ព្រីមស្មើ n oi ព្រីម oi សេគុណ n ដក 1 ជឿអត់បើសិនជាគ្រូប្រាប់ថាមានរូបមន្ត derivative មួយបើគាត់តែចាំរូបមន្តនឹងមួយហើយរូបមន្ត derivative ប្រហែលជា 70% ទៅ 80% បងប្អូននឹងចាំដល់ខ្លួននឹងចេះដល់ខ្លួនឯងដោយមិនចាំបាច់ទន្ទិញហើយរូបមន្ត derivative នោះគឺ y ស្មើ oi សេគុណ n អញ្ចឹងនាំមក y ព្រីមស្មើ n oi ព្រីម oi សេគុណ n ដក 1 អញ្ចឹងបើមិនជឿទៅមើលការឧទាហរណ៍ជាមួយគ្រូទាំងអស់គ្នាតោះឥឡូវយើងមកមើលឧទាហរណ៍មួយជាមួយគ្រូទាំងអស់គ្នាគេមាន y ស្មើ x សេគុណ n អញ្ចឹងយើងប្រើរូបមន្តរបស់យើងមិញគឺ y ស្មើ oi សេគុណ n រូបមន្តរបស់វាគឺ y ព្រីមស្មើ n oi ព្រីម oi សេគុណ n ដក 1 អញ្ចឹងយើងសាកយកនេះមកបកស្រាយនៅរូបមន្តមួយនេះអញ្ចឹងយើងបានអីគេ y ដើម្បី derivative បានមានថាយើងទម្លាក់ n ចុះមែនទេនេះ n អញ្ចឹងទម្លាក់ n ចុះមកតបមក n របស់យើងតបមកគឺដាក់ oi ព្រីមរបស់យើង oi ពីនឹងគឺ x មែនទេអញ្ចឹងយើងដាក់ x ព្រីមតបមក oi n ដក 1 oi របស់យើងគឺ x យើងដាក់ x ដែរមកហើយ n ដក 1 របស់យើងគឺ n ហើយដក 1 អញ្ចឹង y ព្រីមរបស់យើងគឺស្មើ n derivative x ស្មើ1អញ្ចឹងសល់ x សេគុណ n ដក 1អញ្ចឹងមានថារូបមន្តរបស់យើងនេះ y x សេគុណ n នេះនាំមក y ព្រីមស្មើ n x សេគុណ n ដក 1ជារូបមន្តរបស់វាแล้วមានរូបមន្តជាច្រើនទៀតដែលយើងត្រូវបកស្រាយឥឡូវយើងមកមើលតទៀតឥឡូវយើងមកមើលរូបមន្ត derivative មួយទៀត y ស្មើឬ x តើរូបមន្តនោះស្មើអីគេអញ្ចឹងយើងនៅតែប្រើលក្ខណៈនេះដែរ y ស្មើ oi សេគុណ n នាំមក y ព្រីមរបស់យើងស្មើ n oi ព្រីម oi សេគុណ n ដក 1 ដដែលប៉ុន្តែមុននឹងយើងដោះស្រាយមួយនេះយើងត្រូវមើលលក្ខណៈនេះតិចសិននៅពេលដែលយើងឃើញឬបែបនេះនៅពេលដែលយើងឃើញឬបែបហ្នឹងគឺយើងយកស្វ័យគុណខាងក្នុងចែកនឹងឬ radical ខាងក្រៅឧទាហរណ៍ថា2ការ៉េអានេះស្វ័យគុណ3មែនទេអញ្ចឹងមានយក2ដដែលមកទុកដដែលមកបន្ទាប់មកយកឬស្វ័យគុណខាងក្នុងនេះចែកនឹងខាងក្រៅ2ចែក3អានេះក៏ដូចគ្នាដែរ4ចែក5ចានេះក៏ដូចគ្នាដែរគេដាក់ស្វ័យគុណចេះមានតែស្វ័យគុណ1ណាហើយរឹសនេះបើគេដាក់ចេះមានតែរឹសការ៉េអញ្ចឹងយើងអាចនិយាយថា x ស្វ័យគុណ1លើ2តបមកនេះវាចូលរូបមន្តរបស់យើងនៅតម្រងរបស់យើងគឺ oi សេគុណ n ដដែលអញ្ចឹងយើងបានមកនាំមក y ព្រីមរបស់យើងស្មើអីគេ y ព្រីមរបស់យើងស្មើ n របស់យើងគឺ1លើ2នឹងឯងហើយតបមក oi ព្រីមរបស់យើងគឺ x អញ្ចឹងមានតែ x ព្រីមតបមក oi របស់យើងគឺ x ដដែលហើយ n ដក 1 n របស់យើងគឺ1លើ2យើងសេ1លើ2ហើយដក1ចឹងមកអញ្ចឹង y ព្រីមរបស់យើងគឺស្មើ1លើ2 derivative x ស្មើ1អញ្ចឹងសល់ x ស្វ័យគុណនេះតម្រូវភាគបែងមកសល់2ខាងលើហ្នឹងភាគបែងរួមវា2អញ្ចឹងដក2បូក1សល់ដក1អញ្ចឹងដក1លើ2អញ្ចឹងដើម្បីបំបត្តិស្វ័យគុណអវិជ្ជមាននេះយើងនៅរំលឹករូបមន្តមួយទៀតឧទាហរណ៍ថា1លើ a ស្វ័យគុណ n យើងបោះស្វ័យគុណទៅលើគឺ a ស្វ័យគុណដក n អញ្ចឹងបើយើងទម្លាក់អានេះចុះមកក្រោមវិញមកយើងអាចទៅសេថាម៉េច y របស់យើងគឺស្មើ1លើ2ហើយ x យើងអាចសេអញ្ចេះ1លើ x ស្វ័យគុណ1លើ2អញ្ចឹង y ព្រីមរបស់យើងស្មើ1លើ2យើងមើលនេះយើងមើលកន្លែងនេះអានេះ1លើ2មែនទេអានេះក៏1មែន1លើ2នេះចានេះ1លើ2នេះគឺស្មើឬ x អញ្ចឹងយើងអាចសេថា1នៅលើឬ x អញ្ចឹង y ព្រីមរបស់យើងគឺស្មើ1លើ2ឬ x អញ្ចឹងឥឡូវបន្ទាប់ពីយើងបកស្រាយរូបមន្ត derivative 2មកហើយឥឡូវគ្រូទុកមួយឲ្យយើងធ្វើតើ y ស្មើឬ oi អញ្ចឹង derivative y ស្មើឬ oi ស្មើអីគេហើយនៅមានរូបមន្តផ្សេងជាច្រើនទៀតបងប្អូនអាចប្រើលំនាំនេះហើយធ្វើតាមលំនាំគ្រូប្រាប់ហ្នឹងមករូបមន្ត derivative ប្រហែលជា 80% ដែលយើងនឹងចេះដោយខ្លួនឯងយើងមិនចាំបាច់ខ្ញុំអត់ចាំរូបមន្ត derivative ខ្ញុំធ្វើម៉េចកុំប្រើចាំក្បួនយើងឆ្លាតបន្តិចអ្វីដែលយើងដោះស្រាយបានយើងព្យាយាម understanding យល់ឲ្យបានច្រើនកុំព្យាយាមចាំណាអញ្ចឹងគ្រូជាសារ5ផ្នែកនេះយើងកុំទន្ទិញឲ្យច្រើនកុំទន្ទិញច្រើនពេកមានថាព្យាយាមយល់ដើម្បីឲ្យយើងនឹងរូបមន្ត derivative មានច្រើនណាស់បើសិនជាយើងព្យាយាមចាំមិនអស់ទេអញ្ចឹងយើងត្រូវតែយល់ហើយដោះស្រាយវាមួយអញ្ចឹងគ្រូមានតែប៉ុណ្្នឹងទេអរគុណច្រើន